ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញពីរបៀបធ្វើខត្រីប្រាជាមួយនឹងបង្គាណាបងប្អូនចំពោះការខត្រីប្រានេះដែរគឺមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងតែម្ដងបងប្អូនចាចំពោះវិធីធ្វើក៏ងាយដែរបងប្អូនបើសិនជាបងប្អូនចង់ដឹងពីវិធីធ្វើយ៉ាងម៉េចខ្លះបងប្អូនអាចទៅទស្សនាវីដេអូនេះរហូតដល់ចប់ជាមួយនាងខ្ញុំបានណាបងប្អូនចានេះគឺជាគ្រឿងផ្សំគោលដែលមានដូចជាត្រីប្រាពងទាខ្ទឹមចិញ្ច្រាំស្ករពាងទឹកត្រីអំបិលប្រេងខ្យងម្រេចប៊ីចេងចាជាដំបូងនេះគឺខ្ញុំបានដាក់ឆ្នាំងរបស់ខ្ញុំឲ្យរៀងក្តៅបន្តិចហើយទើបខ្ញុំចាក់ប្រេងឆាចូលទៅបន្តិចណាបងប្អូនដើម្បីយើងធ្វើការកូរស្ករពាងណាបងប្អូនចាហើយចំពោះការខនេះដែរបងប្អូនបើសិនជាយើងខអត់មានបន្លែទេគឺយើងកុំឲ្យរៀងផ្អែមពេកណាបងប្អូនព្រោះថាយើងខតែជាមួយត្រីហើយនឹងពងទាចាហើយពេលនេះគឺខ្ញុំបានដាក់ខ្ទឹមចិញ្ច្រាំចូលបន្ទាប់មកខ្ញុំដាក់ទៅជាមួយនឹងប្រេងខ្យងចាបន្ទាប់ពីបានដាក់ប្រេងខ្យងចូលទៅហើយគឺខ្ញុំដាក់ជាមួយនឹងប៊ីចេងចាបន្ទាប់មកគឺខ្ញុំដាក់ទៅជាមួយនឹងទឹកត្រីចាហើយទឹកត្រីហើយនោះគឺមានអំបិលចាបន្ទាប់ពីបានដាក់អំបិលចូលទៅហើយគឺខ្ញុំដាក់ទៅជាមួយនឹងម្រេចចានិយាយទៅចំពោះគ្រឿងទាំងអស់ដែលខ្ញុំបានបង្ហាញបងប្អូននៅខាងលើហ្នឹងគឺយើងចាក់ចូលទៅទាំងអស់តែម្ដងបងប្អូនចាព្រោះអីនៅពេលដែលយើងម្លីស្ករនិងគ្រឿងនឹងចូលទៅទាំងអស់ហ្នឹងវាធ្វើឲ្យគ្រឿងរបស់យើងគឺបានឈ្ងុយល្អតន់គ្នាតែម្ដងណាបងប្អូនចាហើយចំពោះការកូរនេះដែរបងប្អូននៅពេលដែលយើងប្រើភ្លើងគឺយើងកុំប្រើភ្លើងខ្លាំងពេកបងប្អូនព្រោះយើងខ្លាចខ្លោចស្ករដែរអញ្ចឹងណាបងប្អូនចាហើយចំពោះគ្រឿងទាំងអស់ហ្នឹងដែរបងប្អូនអាចលៃលកទៅតាមចំនួនសាច់ឬក៏បន្លែរបស់បងប្អូនដែលមានណាបងប្អូនចាហើយការកូរស្ករនេះដែរគឺយើងកូរស្ករឲ្យរៀងឡើងឈ្ងុយសិនណាបងប្អូនរៀងឡើងក្រហមល្អហើយចាំយើងចាក់ពងទាចូលចាឥឡូវនេះបន្ទាប់ពីខ្ញុំបានកូរគ្រឿងទាំងអស់នឹងចូលទៅអស់ហើយពេលនេះគឺខ្ញុំចាប់ផ្ដើមបន្ថែមទឹកស្អ៊ីវណាបងប្អូនចាហើយចំពោះទឹកស្អ៊ីវនេះដែរគឺយើងប្រើហ្នឹងដើម្បីឲ្យមានក្លិនកាន់តែឈ្ងុយហើយមានពណ៌កាន់តែស្អាតអញ្ចឹងណាបងប្អូនចាឥឡូវនេះបន្ទាប់ពីខ្ញុំបានកូរស្ករឡើងល្អហើយគឺខ្ញុំបានដាក់ទៅជាមួយនឹងពងទាចាហើយចំពោះពងទានេះដែរបងប្អូនអាចស្ងោរហើយដូចខ្ញុំអញ្ចឹងទៅបងប្អូនចាដើម្បីឲ្យតន់គ្នានៅពេលដែលយើងកម្លោចស្ករអញ្ចឹងណាបងប្អូនចាឥឡូវនេះខ្ញុំធ្វើការកូរពងទាជាមួយទាំងគ្រឿងហ្នឹងទាំងអស់ហ្នឹងឲ្យចូលជាតិគ្នាបានល្អហើយគឺខ្ញុំទុកគ្របទុកមួយផ្លែតដែរដើម្បីធ្វើឲ្យពងទារបស់យើងឡើងពណ៌ស្អាតអញ្ចឹងណាបងប្អូនចាឥឡូវនេះបន្ទាប់ពីខ្ញុំបានទុកបានមួយផ្លែតហើយពេលនេះពងទារបស់ខ្ញុំក៏បានរៀងល្អហើយក៏ខ្ញុំចាប់ផ្ដើមដាក់ទៅជាមួយនឹងត្រីដែរបងប្អូនចាហើយចំពោះការខត្រីនេះដែរបងប្អូនអាចខទៅតាមត្រីដែលបងប្អូនចូលចិត្តអញ្ចឹងណាបងប្អូនចាតែលើកនេះគឺខ្ញុំបង្ហាញបងប្អូនពីរបៀបខជាមួយនឹងត្រីប្រាចាតែបើបងប្អូនចង់ខជាមួយក្បាលត្រីក៏បានសាច់ត្រីរ៉ស់ក៏បានត្រីផ្ទុកក៏បានដែរបងប្អូនតាមចំណង់ចំណូលចិត្តរបស់បងប្អូនអញ្ចឹងណាបងប្អូនឥឡូវនេះខ្ញុំសូមធ្វើការកូរគ្រឿងទាំងអស់ហ្នឹងជាមួយនឹងសាច់ត្រីរបស់យើងឲ្យបានរៀងល្អបន្តិចសិនបងប្អូនហ្នឹងហើយខ្ញុំក៏បានគ្របទុកបន្តិចដែរបងប្អូនដើម្បីឲ្យចេញទឹកត្រីពីត្រីមកអស់អញ្ចឹងណាបងប្អូនចាឥឡូវនេះខ្ញុំសូមធ្វើការរៀបត្រីបន្តិចសិនដើម្បីឲ្យវាបានចូលគ្នាបានល្អណាហើយខ្ញុំក៏បានគ្របបន្តិចទុកបន្តិចដែរបងប្អូនចាហើយបន្ទាប់ពីខ្ញុំបានគ្របទុកបន្តិចហើយបងប្អូនពេលនេះត្រីរបស់ខ្ញុំក៏បានរៀងចូលគ្នាបានល្អហើយខ្ញុំក៏ចាប់ផ្ដើមបន្ថែមទៅជាមួយនឹងទឹកចាហើយចំពោះការខនេះដែរណាបងប្អូនចំពោះទឹកគឺយើងអត់ប្រើច្រើនពេកទេបងប្អូនយើងប្រើយកតែមួយល្មមត្រឹមតែ1លីត្រត្រីទៅបានហើយបងប្អូនចាព្រោះយើងធ្វើបែបនេះទៅធ្វើឲ្យត្រីរបស់យើងខត្រីរបស់យើងហ្នឹងគឺមានរសជាតិឆ្ងាញ់ណាបងប្អូនចាហើយឥឡូវនេះបន្ទាប់ពីខ្ញុំបានដាក់ទឹកចូលទៅហើយពេលនេះទឹករបស់ខ្ញុំក៏បានពុះដែរបងប្អូនចាហើយការដែលយើងមកងាស់ត្រីនេះបងប្អូនគឺយើងប្រើរយៈពេលហ្នឹងប្រហែលជា40នាទីដែរប៉ុន្តែក្នុងរយៈពេល40នាទីនេះគឺយើងមានថែមទឹកចូលទៅដែរអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនត្រូវលៃលកទៅតាមនឹងដែរចាឥឡូវនេះខត្រីប្រារបស់ខ្ញុំក៏បានរួចរាល់ដែរបងប្អូនចាចំពោះរសជាតិគឺល្មមតាមគ្រឿងដែលខ្ញុំបានដាក់អញ្ចឹងណាបងប្អូននិយាយទៅបងប្អូនអាចមើលបាននិយាយទៅខត្រីនេះគឺមានពណ៌ស្រស់ស្អាតតែម្ដងចាហ
ហើយឥឡូវនេះងាកមកវីដេអូរបស់ខ្ញុំនៅពេលនេះក៏បានដល់ទីបញ្ចប់ដែរបងប្អូនបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះសូមបងប្អូនជួយដាក់ Subscribe និង Follow Page ឲ្យនេះខ្ញុំម្នាក់មួយផងបងប្អូនបើសិនជាបងប្អូនមានចម្ងល់នៅក្នុងវីដេអូនេះបងប្អូនអាច comment នៅក្រោមវីដេអូរបស់នាងខ្ញុំបានហើយនាងខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះរហូតដល់ចប់